ខ្ញុំជាក្មេងកំព្រាឪពុករស់នៅជាមួយម្ដាយសប្តាហ៍ខ្ញុំរៀនថ្នាក់ទី6ម្ដាយខ្ញុំនៅដីអ្នកចាត់ខាងម្ដាយខ្ញុំគាត់ប្រកបរបរជាអ្នកលក់ចេកចេញតាមកញ្ចក់ផ្លូវខ្ញុំចង់ធ្វើរៀនខ្ញុំចង់ទៅរកការងារជួយម៉ែខ្ញុំឃើញគ្រួសារយើងលំបាកហើយត្រូវក្រទៀតខ្ញុំចង់ជួយម៉ែកុំឲ្យម៉ែលំបាកពេកតែកូនមិនអាចឈប់រៀនបានទេហើយអ្វីម៉ែបងកូនមិនអាចឈប់រៀនបានទោះបីបើគ្រួសារយើងមានភាពក្រីក្រមែនតែយើងមិនអាចឈប់រៀនបានទេបើយើងឈប់រៀននោះអនាគតយើងនឹងដូចម៉ែអញ្ចឹងម៉ែសុខចិត្តលំបាកគ្រប់យ៉ាងមិនឲ្យកូនលំបាកដូចម៉ែទេចាម៉ែតែកូនយកចិត្តឲ្យគេនៅចិត្តសាផងចាម៉ែបងអើយតាចាទីនរណាទៅចេះអត់ខុសយ៉ាងណាចាំស្អែកទៅក៏បងអើយនេះតែអ្នកគ្រូហ្មងណាមកពីណាបានទីប្រហែលប្រហែលម្ល៉េះខ្ញុំរកបានកបោមួយនៅជិតផ្សារអ្នកជួងមិនកបោណាគេសោះមើលទៅណាក៏ឃើញថាគេដែរបាត់ចូលទៅមកអ្នកជួងមកកាប់មកដូចណាបាត់ចូលទៅលើផងនៅក្នុងនេះបានបានពូលីគេខាត់ឆ្លងដែរហើយលុយមួយគាត់ណាតោះគាត់យើងទៅផងរកបានដើម្បីឲ្យពូលីជួយរកកាប់មកវិញឲ្យខាងមកគេវិញក៏មិនรู้លោកពូលីកូនសាប់ខ្ញុំត្រូវបានកាបោលុយមួយតែរកមិនឃើញម្ចាស់ទៅលោកពូលីសូមលោកពូលីជួយរកម្ចាស់ឲ្យឃើញផងលោកពូលីខ្ញុំពិតជាសង្ឃឹមសេចក្តីមកត្រង់របស់សុភាណាខ្ញុំសន្យាថាខ្ញុំនឹងខំរកម្ចាស់កាបោនេះឲ្យឃើញនឹងប្រកបឲ្យគេវិញចាអរគុណច្រើនលោកពូលីខ្ញុំជម្រាបលាទៅសិនហើយជំរាបសួរលោកពូលីខ្ញុំបានបាត់កំពប់លុយជ្រុលនៅឯផ្សារខ្ញុំរកមិនឃើញទេសូមលោកបរិយាជួយរកកាបូបលុយឲ្យខ្ញុំផងតែពេលថ្ងៃមុនមានអ្នកគ្រូនិងក្មេងស្រីម្នាក់បានយកកាបូបមកឲ្យខ្ញុំតែនេះគឺជាកាបូបរបស់លោកមែនទេហើយថានេះជាកាបូបលុយរបស់ខ្ញុំតើក្មេងស្រីនៅឯណាតែខ្ញុំមកជួបក្មេងស្រីនោះអសកអសខអសកអសសួររីសួរសុខនេះគឺជាម្ចាស់កាបូបដែលឯងនៅបានកាលពីថ្ងៃមុននេះគឺជាអ្នករើបានកាបូបពីថ្ងៃមុនខ្ញុំសូមសរសើរសុភាណាស់ដែលមានទឹកចិត្តស្មោះសរខ្ញុំត្រូវការមនុស្សដែលមានទឹកចិត្តតែឥឡូវឈ្មោះនៅថ្មីណាស់ចាំឈ្មោះរៀនចប់សិនចាំរៀនសូត្រจากពេលនេះមួយមិនបាច់បារម្ភទេចាំគូជួយតំណុកបំរុងការសិក្សារបស់ក្មួយអរគុណទឹកចិត្តលោកគ្រូខ្លាំងណាស់ដែលបានជួយខ្ញុំគឺជាកុមារក្រីក្រហើយម្ដាយខ្ញុំត្រឹមតែជាអ្នកធម្មតាដូចជានៅតាមទីចាងខ្នល់អរគុណលោកគ្រូខ្លាំង